សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចង់ចេញវីដេអូនិយាយពីលេខការពារកម្ដៅថ្ងៃលេខការពារកម្ដៅថ្ងៃដែលខ្ញុំកំពុងតែប្រើឥឡូវហ្នឹងមាន2នេះអ្នកទាំងអស់គ្នានេះជាផលិតផលអូស្ត្រាលីហ្មងខ្ញុំអត់មានលក់ទេអូខេអ្នកទាំងអស់គ្នាអាចទិញនៅក្នុង Instagram page អីចឹងខ្ញុំដូចជាឃើញមានអានេះគឺsunscreen daily moisturizer អញ្ចឹងបានន័យថាវាផ្ដល់សំណើមដល់ស្បែករបស់យើងហើយនឹងវាជារបៀបដូចថា water resistant អញ្ចឹងបានន័យថាយើងអាចប្រើប្រាស់នៅពេលដែលយើងទៅលេងទឹកហែលទឹកអីអញ្ចឹងបានណាហើយគេ recommend ឲ្យគេឲ្យប្រើ2ម៉ោងម្ដង reapply វាមានជាតិបតិកតេក្រពើហើយនិងវីតាមីន A អញ្ចឹងវាផ្ដល់សំណើមដល់ស្បែកយើងបានល្អមែនតើដូចអ្នកគ្នាបានឃើញស្បែកខ្ញុំស្រាប់ហើយអត់គ្នា40ឆ្នាំហើយណាអូខេអញ្ចឹងខ្ញុំប្រើ sunscreen រាល់ថ្ងៃហ្មងរាល់ថ្ងៃអត់មានថ្ងៃណាខ្ញុំអត់ប្រើទេមេឃភ្លៀងមេឃអីគឺខ្ញុំប្រើមេឃសតុំគឺខ្ញុំប្រើទាំងអស់ហើយគេថា matte finish តែសម្រាប់ខ្ញុំបានន័យថា matte finish បានន័យថាវាប្រើទៅវាអត់មានជាតិវាថាសាមលើស្បែកទេប៉ុន្តែស្បែកមកខ្ញុំវា oily and prone skin អញ្ចឹងអ្នកនរឃើញអត់តែយើងនិយាយថាវាមិនមើលទៅវាមិនជាលក្ខណៈដូចវាមានសំណើមណាអ្នកទាំងអស់គ្នាចាអញ្ចឹងការប្រើប្រាស់30វាសំខាន់មែនតើហើយជាមួយនឹងបើកឲ្យមើលវាបាក់ទៀតញ៉ាំខ្ញុំលាបព្រឹកមិញបានន័យថាវាគឺជា1ម៉ោងហើយឥឡូវខ្ញុំដាក់ថែមទៀតវាអត់មានវាយកាសនៅលើផ្ទៃមុខទេណាលាបអញ្ចឹងឲ្យទៅវាចូលអស់លេងមួយផ្លែទេយូរបំផុត1នាទីអត់ដល់1នាទីផងគឺវាចូលស្បែកអស់ហើយតែបើយើងលាបច្រើនពេកវាអាចមើលទៅរៀង greasy ណាអ្នកនរគ្នានិយាយថារៀងមើលទៅរៀងមានខ្លាញ់មានសំណើមខ្លាំងពេកជ្រុលខ្ញុំយកអីគេខ្ញុំយកกระดาษមកហើយខ្ញុំប៉ាត់តិចមកវាអស់ជាតិហ្នឹងហើយតែគឺមើលទៅស្បែកយើងវាស្អាតមានសំណើមនេះឃើញអត់ចឹងខ្ញុំគិតថាសម្រាប់ស្បែកដែលគាត់ស្បែកស្ងួតគាត់ប្រើគឺមើលទៅស្អាតហ្មងព្រោះស្បែកខ្ញុំស្បែកខ្លាញ់ផងនេះខ្ញុំនៅតែអាចប្រើបានស្បែកស្បែកស្ងួតដាក់ទៅហ្នឹងស្អាតហ្មងអ្នកនរគ្នាចូលបានល្អហើយវាធ្វើស្បែកយើងមើលទៅមានសំណើមល្អខ្ញុំប្រើពីរហ្នឹងវាដូចតែគ្នាទេអានេះ new អានេះវាថាវាចេញថ្មី new look រូបរាងថ្មីប៉ុន្តែរូបមន្តវាគឺដូចគ្នានេះអាចាស់ហើយអាថ្មី pink អានេះ blue ចាប៉ុណ្ណាព្រោះអីហេតុអីខ្ញុំប្រើបោកអូស្ត្រាលីព្រោះអីវាងាយស្រួលទិញព្រោះអីពេលខ្ញុំគាត់នៅហ្នឹងអញ្ចឹងពេលគាត់មកគាត់ទិញខ្ញុំហើយលក្ខណៈថាខ្ញុំជឿជាក់ហ្មងពីព្រោះអីនៅអូស្ត្រាលីក្តៅណាស់អ្នកនរគ្នាអញ្ចឹងការប្រើកាច់អញ្ចឹងការធ្វើ sunscreen គឺសំខាន់មែនតើគឺត្រូវតែមានគុណភាពល្អ